ជំងឺស្ទះសរសៃឈាមបេះដូងរោគសញ្ញាចម្បងជាងគេគឺការចុកទ្រូងហើយរោគសញ្ញាបន្ទាប់បន្សំមានដូចជាអស់កម្លាំងឬក៏ហត់ពិបាកដកដង្ហើមតើមានកត្តាបង្ករួមផ្សំអ្វីខ្លះដែលនាំឲ្យមានជំងឺស្ទះឬក៏ត្បៀតសរសៃឈាមបេះដូងជាទូទៅជំងឺស្ទះសរសៃឈាមបេះដូងឬក៏ត្បៀតសរសៃឈាមបេះដូងមានកត្តាជាច្រើនចូលរួមផ្សំដូចជាដែលយើងឃើញញឹកញាប់យើងជួបប្រចាំថ្ងៃហ្នឹងគឺទី1គឺបញ្ហាលើសសម្ពាធឈាម2គឺបញ្ហាដែលអ្នកជំងឺគាត់អាចមានបញ្ហាជំងឺទឹកនោមផ្អែមទៅលើអ្នកជក់បារីអ្នកធាត់ខ្លាំងឬក៏ដុសក្បាលពោះអ្នកដែលខ្វះលំហាត់ប្រាណចា៎ឬក៏កត្តាដំណពូជពីឪពុកម្ដាយគាត់អីជាដើមចាលោកគ្រូអញ្ចឹងតកតងទៅនឹងជំងឺស្ទះសរសៃឈាមបេះដូងខ្ញុំចង់ឲ្យលោកគ្រូលើកពីរោគសញ្ញាខ្លះៗដើម្បីបងប្អូនយើងបានដឹងថាតើជំងឺមួយប្រភេទនេះមានរោគសញ្ញាបែបណាលោកគ្រូជំងឺស្ទះសរសៃឈាមបេះដូងរោគសញ្ញាចម្បងជាងគេគឺការចុកទ្រូងដែលការចុកទ្រូងមានតាមដំណាក់កាលរបស់វាដែលដំណាក់កាលដំបូងហ្នឹងគឺថាអ្នកជំងឺគាត់មានអារម្មណ៍ថាចុកទ្រូងនៅពេលដែលធ្វើ exercise ឬក៏ធ្វើលំហាត់ប្រាណក្រោយមកការចុកទ្រូងនោះអាចនឹងវិវត្តទៅជាការចុកទ្រូងរ៉ាំរ៉ៃឬក៏ជាប្រចាំហើយរោគសញ្ញាបន្ទាប់បន្សំមានដូចជាអស់កម្លាំងឬក៏ហត់ពិបាកដកដង្ហើមឬពេលខ្លះអាចមានជាអាការៈវិលមុខតាមរយៈវីដេអូមួយនេះបងប្អូនប្រហែលជានៅមានសំណួរក៏ដូចជាចម្ងល់ផ្សេងៗទៀតដូច្នេះបើសិនជាបងប្អូននៅមានចម្ងល់អាច comment នៅខាងក្រោមឬក៏អាចធ្វើការឆាតចូលមកក្នុង page ដើម្បីធ្វើការប្រឹក្សាយោបល់ជាមួយនឹងវិជ្ជបណ្ឌិតចាស់អរគុណច្រើន